FCL CFS គឺទីតាំងមិននៅឆ្ងាយពីកំពង់ផែប្រហែលទេហើយស្រុកខ្មែរយើងវាច្រើនគឺនៅក្នុងផែតែម្ដងប៉ុន្តែក្រមការគ្រប់គ្រងណាក្រមការគ្រប់គ្រងរបស់គយណារបស់គយជាអ្នកគ្រប់គ្រងលើ CFS ណាដោយសារអីគយក៏ត្រូវការបង់ពន្ធមានណាមានសំណួរទេពាក់ព័ន្ធនឹង CFS យើងទៅមុខទៀតណាបើអត់មានសំណួរយើងទៅមុខទៀតប៉ុន្តែនៅក្នុង CFS ដដែលទេថែរក្សាទុកដាក់បែងចែកតាមដាននឹងរាប់ចំនួនមុននិងក្រោយពេលបញ្ចូលតំណែងតាមនាវាបញ្ជូនតំណែងតាមនាវាថែរក្សាវិកខ្ចប់ឡើងវិញនិងជួសជុលទូកុងតឺន័រធ្វើប្រតិបត្តិការសម្រាប់តំណែងឆ្លងកាត់តាមផ្លូវគោកផ្លូវដែកដើម្បីតបជាប់ទៅកំពង់ផែទាំងនាំចូលនិងនាំចេញក្នុងទីលានរៀបចំការធ្វើបែបបត់គយនាំចេញនាំចូលតាមចំណាត់ថ្នាក់តំណែងត្រួតពិនិត្យនិងវាយតម្លៃពន្ធនាំចេញនាំចូលតំណែងថែរក្សាតំណែងឲ្យមានសុវត្ថិភាពរហូតដល់ត្រូវបានប្រគល់ឬបញ្ជូនឲ្យម្ចាស់តំណែងថែរក្សាតំណែងដែលបានបញ្ជូនមកដោយដឹកតាមឡានឬរថភ្លើងតំណែងរាយមិនដាក់ក្នុងទូពីទីតាំងផ្សេងដើម្បីដាក់ក្នុងទូនៅបរិវេណ CFS ណាបានន័យថាយកមកច្រកតំណែងនៅក្នុង CFS ហ្នឹងណាចេញពីរោងចក្រឬចេញពីណាមកដាក់តំណែងរាយទេប៉ុន្តែយកមកច្រកនៅក្នុង CFS ហ្នឹងដើម្បីឲ្យគយត្រួតពិនិត្យវាយពន្ធបើមិនចឹងទេយើងអញ្ជើញគយទៅច្រកនៅកន្លែងយើងទៅអស់លុយច្រើនព្រោះគយមានបារ៉ែមរបស់គេមានតារីសរបស់គេនៅពេល